សួស្តីអ្នកនរគ្នាជួបមួយខ្ញុំម្ដងទៀតហើយ CC Gaming សូមថ្ងៃនេះដែរខ្ញុំនឹងមកបកស្រាយបន្តពីអាចកំបាំងរបស់ Sakura School អ្នកនរគ្នាបែរជាស្គាល់ស្រីម្នាក់នេះហើយដល់ពេលដែលយើងដាក់ចិត្តគាត់ទៅគឺគាត់បាននិយាយថាគាត់ចំណាយលុយច្រើនខ្លាំងមែនតើហើយគាត់របៀបថាគាត់បាក់ទឹកចិត្តចឹងណាអ្នកនរគ្នាហើយយើងដឹងអត់ថាគាត់ចំណាយលុយទាំងអស់ហ្នឹងដោយសារអីគេនៅពេលដែលយើងមក tax officer គឺឃើញស្រីម្នាក់នឹងនៅកន្លែងហ្នឹងហ្មងហើយយើងក៏ឃើញ tax officer នេះមួយគឺគាត់បាននិយាយថា pay tax ដែលគេបានបកប្រែថាឲ្យគាត់នឹងបង់ពន្ធអ្នកនរគ្នាប្រហែលជាគិតតែមែនថាពូម្នាក់ហ្នឹងគាត់ជានាយកសាលាក៏ប៉ុន្តែគាត់មែននេះតែយើងមក amusement park ហើយកន្លែង roller coaster អ្នកនរគ្នាគឺម្នាក់នេះក៏បាននិយាយថារបៀបមានលឺរបៀបនាយកសាលាអត់ព្រោះថានាយកសាលាគឺបាត់ខ្លួនបាត់ហើយណាគេនាយកសាលាអ្នកនរគ្នាពេលដែលយើងមកសាលារៀនគឺអ្នកនរគ្នាប្រហែលជាដឹងថាបន្ទប់ចាក់សោអ្នកនរគ្នាដែល principal room គឺបន្ទប់នាយកអីចឹងទៅនេះអញ្ចឹងយើងចូលបានទេអញ្ចឹងទោះតែយើងផលអាពុកនោះអ្នកនរគ្នាមិនយើងចូលបានតែយើងចូលមកដល់ហ្នឹងអ្នកនរគ្នាប្រហែលជាឃើញហុកថតមួយនេះហើយនិយាយទៅមានច្រើនខ្លាំងមែនតើហើយខ្ញុំក៏បានសង្កេតមើលដែរនឹងអ្នកនរគ្នាហុកថតទី1នេះហុកថតទី1នេះគឺជាគ្រូម្នាក់នេះដែលនៅក្នុងបន្ទប់គ្រូហ្នឹងអ្នកនរគ្នាហ្នឹងហើយសម្រាប់រូបថតទី2វិញគឺគ្រូម្នាក់នេះហុកថតទី4វិញអ្នកនរគ្នាប្រហែលជាដឹងហើយមើលតាវ៉ែនតាទៅក៏ដឹងដែរគឺយ៉ាគូសាហ្នឹងអ្នកនរគ្នាដែលនៅឡើយនេះសម្រាប់ហុកថតទី5ក៏យើងដឹងដែរគឺអាមួយពាក់អាវពណ៌កាជុកហ្នឹងអ្នកនរគ្នានេះហើយពាក់វ៉ែនតាដូចគ្នានឹងឯងញ៉ាំហុកថតទី3វិញគឺយើងអត់ដឹងទេអ្នកនរគ្នាដោយសារតែហោនៅក្នុង Sakura School គឺអត់មានឃើញគាត់សោះហ្មងឬមួយក៏គាត់ជានាយកសាលាដែលបានបាត់ខ្លួនហ្នឹងសម្រាប់ហុកថតទាំងអស់នេះគឺយើងអាចសន្និដ្ឋានបានថាគាត់ស្លាប់ហើយអ្នកនរគ្នាដោយសារតែវារៀងសខ្មៅចឹងអ្នកនរគ្នាក៏ប៉ុន្តែអ្នកនរគ្នាសង្កេតមើលហុក3នេះកាលពីវគ្គមុនហ្នឹង3នាក់ហ្នឹងគឺត្រូវបានប៉ូលីសហោនៅក្នុងpolice station អ្នកនរគ្នាហ្នឹងហើយដែលគាត់បានស្លាប់ឬអីចឹងទៅតែឥឡូវហ្នឹងគឺថាគេដាក់អញ្ចឹងទេឬមួយក៏គាត់ស្លាប់បាត់ឯអ្នកនរគ្នាដែលគាត់បានបាត់ខ្លួនហ្នឹងឥឡូវសំណួរយើងគឺចង់សួរថាតើណាគេដែលជានាយកសាលានៅក្នុងសាលាមួយហ្នឹងអ្នកនរគ្នាបាទនារីម្នាក់នេះគឺគាត់បាននិយាយថានាយកសាលាគឺគាត់បានបាត់ខ្លួនឯងចាប់គាត់ទៅណា